វិធីសាស្ត្រ5យ៉ាងនេះជួយកាត់បន្ថយយើងជៀសឆ្ងាយពីជំងឺទឹកនោមផ្អែមចំណុចទី1នោះគឺការរក្សាទម្ងន់ឲ្យបានត្រឹមត្រូវនៅពេលដែលយើងរក្សាទម្ងន់ឲ្យបានត្រឹមត្រូវយ៉ាងហោចណាស់យើងបញ្ចុះទម្ងន់របស់យើងពី5ទៅ10%វាធ្វើឲ្យរាងកាយរបស់យើងមានសុខភាពល្អឬក៏រក្សានៅតុល្យភាពលំនឹងបានល្អមួយវិញទៀតវាធ្វើឲ្យមានរាងកាយរបស់យើងរក្សានៅ metabolism ឬក៏បញ្ចុះជាតិស្ករនៅក្នុងរាងកាយរបស់យើងឲ្យកាន់តែល្អប្រសើរចំណុចទី2គឺតាក់ទងជាមួយនឹងរបបអាហារត្រឹមត្រូវយើងដឹងហើយថានៅពេលដែលយើងញ៉ាំអាហាររបបអាហារត្រឹមត្រូវពិសេសនោះយើងកាត់បន្ថយនៅជាតិផ្អែមឬក៏យើងទទួលទាននៅបន្លែផ្លែឈើវាធ្វើឲ្យសុខភាពរាងកាយរបស់យើងកាន់តែល្អប្រសើរពិសេសនោះទៀតគឺយើងព្យាយាមញ៉ាំអាហារណាដែលផ្ដល់នូវសុខភាពរបស់យើងឲ្យបានល្អកាត់បន្ថយការញ៉ាំអាហារដែលលឿនឬក៏អាហារដែលមានភាពកែច្នៃច្រើនឬក៏អាហារដែលមានជាតិស្ករខ្ពស់ចំណុចទី3គឺធ្វើលំហាត់ប្រាណកាលណារាងកាយរបស់យើងធ្វើលំហាត់ប្រាណបានទៀងទាត់ឬក៏សកម្មភាពរាងកាយរបស់យើងមានការបែកញើសជាប្រចាំឬក៏ឧទាហរណ៍ថាក្នុងការយើងដើរជាប្រចាំដូចជាមួយថ្ងៃ5ទៅ10នាទីឬក៏រយៈពេលចម្ងាយណាមួយធ្វើឲ្យរាងកាយរបស់យើងបញ្ចេញជាតិពុលឬក៏ជាតិញើសហ្នឹងវាធ្វើឲ្យអាំងស៊ូលីនឬក៏កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់យើងគឺមានការថយចុះផងដែរចំណុចទី4ការគេងឲ្យបានស្កប់ស្កល់យើងដឹងហើយថានៅពេលដែលរាងកាយរបស់យើងគេងឲ្យបានស្កប់ស្កល់មានន័យថាយើងអាចគេងនៅចន្លោះពី7ទៅ8ម៉ោងក្នុងមួយថ្ងៃវាធ្វើឲ្យរាងកាយរបស់យើងទទួលភាពល្អប្រសើរវាធ្វើឲ្យយើងនឹងទទួលបានការសម្រាកគ្រប់គ្រាន់ពិសេសនៅពេលដែលយើងញ៉ាំអាហារចូលហើយយើងរាងកាយរបស់យើងអាចធ្វើការកិនរំលាយអាហារបានល្អអញ្ចឹងនៅពេលដែលយើងគេងបានស្កប់ស្កល់មានន័យថាយើងបញ្ឈប់នៅការប្រើប្រាស់គ្រឿងអេឡិចត្រូនិកផ្សេងៗដូចទូរស័ព្ទ iPad មុនរយៈពេល1ម៉ោងឬ2ម៉ោងមុនពេលចូលគេងចំណុចទី5គឺការបន្ថយ stress យើងដឹងហើយថា stress គឺជាជំងឺមួយដែលធ្វើឲ្យរំខាននៅអារម្មណ៍របស់យើងទាំងផ្លូវកាយផ្លូវចិត្តនៅពេលដែលយើងមានការ stress ឬក៏តានតឹងវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងដូចជាយើងគេងឲ្យគ្រប់គ្រាន់យើងញ៉ាំឲ្យបានគ្រប់គ្រាន់យើងអត់មានសកម្មភាពរាងកាយយើងអត់មានបានលំហែប្រាណឬក៏វាធ្វើឲ្យកម្រិតជាតិអរម៉ូននៅក្នុងខ្លួនរបស់យើងកើនឡើងពិសេសនោះក៏អរម៉ូនកូទីសូលវាធ្វើឲ្យកើនឡើងនៅក្នុងខ្លួនរបស់យើងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់យើងជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទសណ្ដែតនៅវីដេអូបន្ទាប់បើសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លាក់ comment ខាងក្រោមនេះបាន